បាទបងប្អូននេះគឺដើមរាំងភ្នំរាំងភ្នំដែលយើងហៅថាដើមសាលព្រឹកបាទសាលព្រឹកឬក៏សច្ចៈព្រឹកបាទសច្ចៈព្រឹកដើមនេះគឺប្រវត្តិនៃព្រះបរមសម្មាសម្ពុទ្ធបាទនៃយើងព្រះបរមគ្រូគឺតាមដំណើរនៃប្រវត្តិពុទ្ធប្រវត្តិគឺបាទព្រះអង្គបានប្រសូតនៅក្រោមដើមរាំងភ្នំនេះជារូបតំណាងដែលបាទមេត្តាហ្នឹងបានធ្វើដំណើរទៅលេងបាទនគររបស់បិតាគឺនៅព្រំបន្ទល់នគរបាទរបស់បិតាបាទនេះជាដើមរាំងភ្នំបាទតែតាមវចនានុក្រមថារាំងភ្នំហ្នឹងគឺអត់ត្រូវទេបាទមិនមែនរាំងភ្នំទេតែយើងហៅថារាំងភ្នំណាដើមសាលព្រឹកឬសច្ចៈព្រឹកការវាច្រើនណាស់ជ្រុះអស់ការដល់វាក្រោមទៅដល់លើនោះរាំងភ្នំខុសពីរាំងទឹកបាទដើមរាំងទឹកយើងអាចយកត្រួយវាទៅធ្វើជាលក់បានតែដើមនេះដូចជាអត់ទេបាទតែផ្កាវាដូចជាឃើញបាទលោកយាយលោកតាហ្នឹងធ្លាប់រើសយកទៅហាលហើយដាំទឹកហូបបាទជាថ្នាំដែរឬក៏គេហៅស្ត្រីមានផ្ទៃពោះគេឲ្យហូបអាហ្នឹងមិនទេនេះ